នៅពេលដែលមនុស្សល្អជួបរឿងអយុត្តិធម៌ជួបការឈឺចាប់ជួបការប្រមាថជួបការមើលងាយជួបការលៀបពណ៌គាត់អត់ស្រែករកយុត្តិធម៌ទេគាត់ក៏អត់តតាំងគាត់ក៏អត់ឆ្លោះគាត់ក៏អត់ជេរប្រមាថស្អប់ឬគុំគួននរណាម្នាក់ដែរតែគាត់នឹងដើរចេញដោយស្ងៀមស្ងាត់បំផុតព្រោះគាត់យល់ថាការតតាំងការឆ្លោះប្រកែកគុំគួនស្អប់ខ្ពើមឬក៏និយាយដើមបុគ្គលណាម្នាក់ប្រាប់អ្នកដទៃទៀតនោះមិនបានធ្វើឲ្យរឿងនឹងផ្លាស់ប្ដូរទេរឿងដែលគាត់បានទទួលការជឿចាប់គាត់នឹងទុកវាជាបទពិសោធន៍ជីវិតប៉ុន្តែបងប្អូនត្រូវចងចាំអាការជឿជាក់ត្រូវបាត់បង់អាទំនាក់ទំនងលែងមានដូចមុនហើយប៉ុន្តែបងប្អូនក៏ចងចាំរឿងមួយទៀតថាមនុស្សល្អណានឹងមិនคล้ายទៅជាមនុស្សអាក្រក់ទេប៉ុន្តែគាត់ចាប់ផ្ដើមប្រុងប្រយ័ត្នជាងមុនរាប់អានមនុស្សដោយការពិនិត្យពិច័យខ្លាំងបំផុតគាត់នឹងពិនិត្យមើលថាអ្នកណាគួររាប់អ្នកណាពុំគួររាប់អ្នកណាគួរជួយឬពុំគួរជួយហើយពេលខ្លះបើមនុស្សល្អដើរចេញពីជីវិតរបស់បងប្អូនហើយណាមានន័យថាគាត់ឆ្អែត